បាត់ជំរាបសួរបងប្អូនទាំងអស់គ្នាជីទឹករបស់យើងនៅពេលដែលយើងបានលាយល្បាយចូលគ្នាបែបនេះហើយគឺយើងយកទឹកនេះគឺដាក់ចូលនៅក្នុងដបឬក៏កាតុងអីមួយទៅដើម្បីហាលថ្ងៃវារយៈពេល1អាទិត្យទៅ2អាទិត្យណាដើម្បីឲ្យវាកាច់ខ្លាយទៅជាជីទឹកសរីរាង្គដែលមានគុណភាពអញ្ចឹងជីទឹករបស់យើងគឺនៅពេលដែលយើងធ្វើគឺវាពេញហើយអញ្ចឹងយើងត្រូវដាក់នៅក្នុងដបឬក៏ក្នុងកាតុងតាមទំហំដែលយើងដាក់ទៅហើយយកទៅហាលជាមួយនឹងថ្ងៃបន្តទៀតទើបវាឆាប់កាច់បើសិនជាយើងគ្របបែបនេះបានដូចគ្នាគ្រាន់តែថាដល់ពេលដែលយើងធ្វើបន្តទៀតយើងអត់មានអីដាក់នៅក្នុងពាងនឹងបន្តទៀតតែបើសិនជាបងប្អូនមានដូចជាពាងឬក៏មានដូចជាធុងមានអីផ្សេងៗដែលយើងធ្វើជីទឹកនឹងបានច្រើនគឺវាពិតជាល្អមែនទែនសម្រាប់អ្នកដែលមានជាមួយនឹងដំណាំច្រើនអញ្ចឹងគឺគាត់អាចធ្វើជីទឹកសរីរាង្គនេះគឺដើម្បីស្រោចទៅលើដំណាំដើម្បីលាយជាមួយទឹកស្រោចជាមួយដំណាំដោយសារតែបើមិនលាងទឹកទេគឺធ្វើឲ្យនៅក្នុងសួនដំណាំយើងហ្នឹងគឺមានធំក្លិនស្អុយបន្តិចហើយដោយសារតែវាជាជីទឹកសរីរាង្គបាទបងប្អូនទាំងអស់គ្នាសូមបន្តតាមដាននិងបន្តសិក្សាពីក្នុងបណ្ដាញសង្គមផ្សេងៗបន្ថែមទៀតដើម្បីយើងទទួលបានចំណេះដឹងថ្មីៗហើយការផលិតជីទឹកក៏ជាសារៈសំខាន់ដែរគឺវាជួយការចំណាយរបស់យើងខ្លាំងមែនទែននិងជាពិសេសគឺមិនធ្វើឲ្យដីដែលយើងដាំហ្នឹងគឺវាខូចនោះទេកាលណាតែយើងប្រើជាជីគីមីច្រើនគឺដីក្រាំងដាំគឺលែងទទួលបានទិន្នផលហើយក៏ធ្វើឲ្យដីរបស់យើងនឹងខូចទៀតអញ្ចឹងបងប្អូនព្យាយាមធ្វើជាជីសរីរាង្គបែបនេះនឹងបានដាំបន្តទៀតបាទអរគុណជីទៅដាំដែរនឹងទៅធ្វើអីណៃ